អនុញ្ញាតគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនបាទមកការប្រកួតទៀតហើយបងប្អូនបាទ English Premier League បាទសប្តាហ៍ទី9ក្នុងការប្រកួតនៅរាត្រីនេះបងប្អូនបាទកុំភ្លេចចូលរួមទស្សនាលទ្ធផលក្នុងការប្រកួតនៅរាត្រីនេះទាំងអស់គ្នាបងប្អូនបាទគូពិសេស admin សូមលើកយកពីគូទេមកចែកជូនបងប្អូនលេងសាស្ត្រទាំងអស់គ្នាក្នុងការប្រកួតនៅរាត្រីនេះយប់នេះបងប្អូនតោខៀវ Chelsea ត្រូវប៉ះគ្នាជាមួយនឹងក្រុម New Sunderland ដែរបងប្អូនបាទដឹងតែត្រាស់ហើយចាំមើលតើតោខៀវអាចរកស៊ីទៅ Sunderland បានប្រហែលគ្រាប់ហើយគូទី2បិសាចក្រហម Manchester United ត្រូវប៉ះគ្នាជាមួយនឹង Brighton ចាំមើលតើបិសាចក្រហមអាចបញ្ចប់ព្រៀបស Brighton បានប្រមាណគ្រាប់ក្នុងការប្រកួតនៅរាត្រីនេះបងប្អូនបាទកុំភ្លេចចូលរួមទស្សនាលទ្ធផលទាំងអស់គ្នាក្នុងការប្រកួតនេះហើយ Manchester United ឈរនៅលេខរៀងទី9ឯ Brighton បាទឈរនៅលេខរៀង10ខុសគ្នាបន្ទុកមួយបន្ទុកដល់ខុសគ្នាបន្ទុកបន្តិចៗបងប្អូនបាទហើយមានភាគរយឈ្នះច្រើនក្នុងការប្រកួតនៅរាត្រីនេះទាំងអស់គ្នាបងប្អូនបាទហើយកុំភ្លេចបាទកុំភ្លេចបងប្អូនចូលទៅលេងក្នុងប្រព័ន្ធបាល់អីទេណាមាន link Telegram បងប្អូនអាចចូលទៅលេងដោយសេរីតែម្ដងតែមានទៅតម្លាក់ទូបាល់បងប្អូនយើងក៏តម្លាក់ទូបាល់ដែរក្នុងការប្រកួតនេះអូបាទហើយបើនិយាយពីតោខៀវ Chelsea វិញបងប្អូនបាទតោខៀវ Chelsea មាននៅលេខរៀងទី5បាទមានចំនួន14បន្ទុកហើយ Manchester មាន13 Brighton មាន14បងប្អូនបាទ Sunderland មាន14ដែរ14ស្មើគ្នាបងប្អូនបាទចាំមើលតើការប្រកួតនេះបានប្រហែលគ្រាប់ហើយ admin សូមឲ្យបងប្អូនលេងណាបើបងប្អូនចង់លេង admin សូមណែនាំបងប្អូនលេងតោខៀវ Chelsea ហើយឬក៏លេង over តែម្ដងគូទី1បាទគូទី2 admin ឲ្យលេងទៅខាង Manchester United ទៅហើយ Manchester United នេះឈ្នះក្នុងការប្រកួត English Premier League សប្តាហ៍ទី8ឈ្នះ Manchester ឈ្នះហង្សក្រហម Liverpool បងប្អូនបាទបងប្អូនចាំអត់បាទហើយយប់នេះ admin នៅតែពឹងទៅលើបាទ Manchester United ទៀតហើយបងប្អូនបាទកុំភ្លេចវីដេអូជំនាញរបស់គ្នាតោះទូរនឡានក៏ឡូ like share ឲ្យបងប្អូនអរគុណច្រើនសូមជម្រាបជួបគ្នានៅវីដេអូ